ជំរាបសួរអស់លោកលោកស្រីអ្នកនាងកញ្ញាជាបន្តទៀតនេះសូមជូនព័ត៌មានកីឡាព្រឹត្តិការណ៍បាល់បោះលីកបានបញ្ចប់វគ្គវិលជុំជម្រុះហើយព្រឹត្តិការណ៍បាល់បោះលីកលើកទី1ឆ្នាំ2013ក្រោមការឧបត្ថម្ភពី Western Union និងក្រុមហ៊ុន Coca-Cola បានបញ្ចប់វគ្គវិលជុំជម្រុះហើយនិងជ្រើសរើសបានក្រុមខ្លាំងចំនួន8ក្រុមឡើងលេងបន្តវគ្គ Play-off នៅក្នុងការប្រកួតវិលជុំចុងក្រោយកាលពីថ្ងៃអាទិត្យទី3ខែវិច្ឆិកានេះមាន3ប្រកួតគឺក្រុម IRB Deload យកឈ្នះក្រុម NSK Dream ក្នុងពិន្ទុ84ទល់នឹង66ក្រុម Galaxy ប្រកួតចាញ់ក្រុមប៉ាតេ310ក្នុងពិន្ទុ62ទល់នឹង85និងមួយប្រកួតទៀតក្រុម Selamias បានយកឈ្នះក្រុម Post Buffalo ក្នុងពិន្ទុ71ទល់នឹង48ដូច្នេះ8ក្រុមដែលសម្រិតសម្រាំងបានសម្រាប់ទៅលេងវគ្គ Play-offដែលនឹងចាប់ផ្ដើមនៅថ្ងៃទី23វិច្ឆិកាខាងមុខនេះមានក្រុម Melexong FR បានទទួលចំណាត់ថ្នាក់លេខ1នៅក្នុងវគ្គជម្រុះនេះលេខ2ក្រុម IRB Deload លេខ3ក្រុម Selamias លេខ4ក្រុមភ្នំពេញ Dragon លេខ5ក្រុម Extra Yovari លេខ6ក្រុមប៉ាតេ310លេខ7 CCPL Hit និងលេខ8 Selkat Alcohol ឯ4ក្រុមទៀតដែលធ្លាក់ចេញពីការប្រកួតត្រឹមវគ្គជម្រុះនេះមានក្រុម Post Buffalo ក្រុម Galaxy ក្រុម NSK Dream និងក្រុម Kensberg គូរំលឹកថាតាមការគ្រោងទុកព្រឹត្តិការណ៍នេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី14ខែធ្នូខាងមុខនេះអស់លោកស្រីនាងកញ្ញាបានតាមដានទស្សនារួមមកហើយព័ត៌មានកីឡាជាតិនិងកីឡាអន្តរជាតិចូលរួមលេងកីឡាបានគ្រប់គ្នាដើម្បីសុខភាពជាបានការសាបគ្រឿងញៀនអរគុណសម្រាប់ការតាមដានទស្សនារបស់លោកអ្នកតាំងពីដើមរហូតដល់ចប់សម្រាប់ពេលនេះខ្ញុំលីលីសូមអរគុណសូមជម្រាបលា